ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីការចុះឈ្មោះចូលទៅកាន់ website JSMM ដែលអ្នកទាំងអស់គ្នាចូលទៅកាន់ Google Chrome ឬក៏ Safari ក៏បានដែរដែលសិនជាអ្នកទាំងអស់គ្នានឹងប្រើជាពពួក iPhone ចំពោះខ្ញុំប្រើជា iPhone តែប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាងាយស្រួលខ្ញុំជ្រើសរើសក្នុងការចូលតាមរយៈ Google មកដូចជាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែ search ទៅហើយវាយឈ្មោះ website យើងដែលមានឈ្មោះថា JSMM ហើយអ្នកទាំងអស់គ្នា search មកតោះមកអ្នកទាំងអស់គ្នានឹងឃើញ website នៅលើគេហើយចុចចូលទៅនៅពេលដែលចូលបានហើយឃើញបែបហ្នឹងអ្នកទាំងអស់គ្នាអាចចុចពាក្យ sign up now បើសិនជាអ្នកទាំងអស់គ្នាជាសមាជិកថ្មីបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបហ្នឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមវាយឈ្មោះអ្នកទាំងអស់គ្នាបាននៅខាងលើនេះគេជាឈ្មោះចឹងខ្ញុំគាត់ដាក់ថា sing 11ហើយចំពោះ email វិញអ្នកទាំងអស់គ្នាអាចដាក់ email ណាក៏បានដែរដោយអ្នកទាំងអស់គ្នាគិតថា email ហ្នឹងនៅពេលដែលមានបញ្ហាអីអ្នកទាំងអស់គ្នាអាចទទួលលេខកូដរបស់អ្នកទាំងអស់គ្នាបានព្រោះ email ហ្នឹងវាអាចជួយអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាភ្លេច password អ្នកទាំងអស់គ្នាអាចយក email ហ្នឹងដើម្បីបង្កើត password ថ្មីបាននៅពេលដែលអ្នកទាំងអស់គ្នាភ្លេច password អីចឹងណាអញ្ចឹងខ្ញុំដាក់3ឈ្មោះ email ខ្ញុំទៅពីវាយ email ហើយខ្ញុំត្រូវដាក់ password អញ្ចឹង password ហ្នឹងខ្ញុំចង់ដាក់ជាលេខម៉ានក៏បានដូចឧទាហរណ៍ថា password ហ្នឹងខ្ញុំចង់ដាក់លេខ1លេខ2លេខ3អញ្ចឹងអាខាងក្រោមកន្លែងនេះ password ហ្នឹងក៏ត្រូវដាក់លេខ1លេខ2លេខ3ដែរធ្វើម៉េចអាលេខខាងលើហ្នឹងហើយលេខខាងក្រោមហ្នឹងវាមានដូចគ្នាចឹងនៅពេលដែលអ្នកទាំងអស់គ្នាវាយ password លើក្រោមនឹងដូចគ្នាហើយអស់ហើយអ្នកទាំងអស់គ្នាអាចចុចពាក្យ I'm not a robot នេះដោយសារតែវាចង់ផ្ទៀងផ្ទាត់យើងថាយើងនឹងជាមនុស្សពិតឬក៏មនុស្សយន្តអីចឹងដោយព្រោះ system វាតម្រូវការចឹងមកនៅពេលអ្នកទាំងអស់គ្នាចុចហើយអ្នកទាំងអស់គ្នាអាចចុចពាក្យ sign up នេះបានអូខេនៅពេលដែលអ្នកទាំងអស់គ្នាចុចបានហើយវានឹងឃើញបែបនេះចឹងបានន័យថាការចុះឈ្មោះរបស់អ្នកទាំងអស់គ្នាហ្នឹងទទួលបានជោគជ័យហើយយើងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់